រថយន្ត BMW i-Zeta ជារថយន្តខ្នាតតូចដ៏ល្បីល្បាញដែលផលិតដោយក្រុមហ៊ុន BMW ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1950 រថយន្តនេះមានការរចនាប្លែកពីគេដោយមានទ្វារខាងមុខតែមួយនិងមានរូបរាងដូចជាពពុះ i-Zeta ដើមឡើយត្រូវបានរចនាឡើងដោយក្រុមហ៊ុនអ៊ីតាលី Iso Rivolta BMW បានទិញអាជ្ញាប័ណ្ណផលិតរថយន្តនេះក្នុងឆ្នាំ 1955 ការរចនាទ្វារខាងមុខតែមួយធ្វើឲ្យរថយន្តនេះមានភាពងាយស្រួលក្នុងការចតនិងបើកបរក្នុងទីក្រុងដែលមានចរាចរណ៍មមាញឹក i-Zeta ត្រូវបានគេស្គាល់ថាជារថយន្តពពុះដោយសារតែរូបរាងមូលរបស់វា i-Zeta ទទួលបានជោគជ័យយ៉ាងខ្លាំងជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ដែលមានតម្រូវការរថយន្តតូចនិងសន្សំសំចៃខ្ពស់ក្រោយសង្គ្រាមលោកលើកទី2 រថយន្តនេះបានជួយសង្គ្រោះក្រុមហ៊ុន BMW ពីវិបត្តិហិរញ្ញវត្ថុនិងបានរួមចំណែកដល់ការងើបឡើងវិញនៃឧស្សាហកម្មរថយន្តអាល្លឺម៉ង់ i-Zeta ត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃការរស់ឡើងវិញនិងការច្នៃប្រឌិតសប្តាហ៍ថ្ងៃនេះរថយន្ត BMW i-Zeta ជារថយន្តបុរាណដែលមានភាពកម្រយ៉ាងខ្លាំងរថយន្តនេះនៅតែត្រូវបានគេកោតសរសើរចំពោះការរចនាប្លែកពីគេនិងសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់វាមានរថយន្ត i-Zeta មួយចំនួននៅតែប្រើប្រាស់បាននិងមានការតាំងបង្ហាញនៅតាមសារមន្ទីររថយន្តនានា BMW i-Zeta ជារថយន្តខ្នាតតូចដែលមានឥទ្ធិពលនិងគួរឲ្យចងចាំដែលបានបន្សល់ទុកនូវអត្តសញ្ញាណដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្ររថយន្ត